កូនគេចង់ញ៉ាំបបរដោយសារគេអត់ស្រួលខ្លួនតែបងមមីទាំងអស់គ្នាធ្វើតាមវិធីរាល់ដងខ្ញុំជឿថាអាចចំណាយពេលយ៉ាងតិចណាស់ក៏កន្លះទៅ1 ម៉ោងដែរតែបើមកសាកវិធីដូចខ្ញុំជឿថាត្រឹមតែ15នាទីគឺកូនយើងអាចបានបបរដែលមានរសជាតិឆ្ងាញ់ហើយលឿនទាន់ចិត្តទៀតតែអញ្ចឹងយើងមកមើលវិធីធ្វើទាំងអស់គ្នាសម្រាប់បបរខ្ញុំថ្ងៃនេះប្រើសាច់ជាប្រភេទសាច់ថៃសាល់ម៉ុនប៉ុន្តែកូនចូលចិត្តម៉ែអ្នកធ្វើអ្នកចាញ់ក្លិនអញ្ចឹងវិធីមានតែមួយទេគឺប្រឡាក់ជាមួយនឹងម្សៅខ្ទឹមនឹងឯងដើម្បីកាត់ក្លិនឆ្អាបហើយយកក្លិនឈ្ងុយថ្ងៃនេះខ្ញុំមានបន្ថែមជាផ្សិតស៊ីតាកែដែរសម្រាប់ផ្សិតនេះមកមានទាំងអស់គ្នាអាចរកទិញនៅផ្សារទំនើបបានគេដាក់ថាផ្សិតតង្កូវឈ្មោះគេអញ្ចឹងមកមានទាំងអស់គ្នាអាចរកទិញបានសម្រាប់ផ្សិតនេះគឺអត្ថប្រយោជន៍វាមានច្រើនខ្លាំងមែនតើជួយដល់សុខភាពបេះដូងហើយដែលសំខាន់ហ្នឹងគឺការពារមហារីកវាជួយបានច្រើនសម្បូរ beta glucan ដែលនៅក្នុង beta glucan ហ្នឹងគឺជួយកាត់បន្ថយការរលាកហើយជួយឲ្យប្រព័ន្ធភាពស៊ាំជាមួយនឹងជាលិការបស់មនុស្សយើងហ្នឹងធ្វើការបានល្អជួយដល់សុខភាពស្បែកសុខភាពពោះវៀនដែលសំខាន់គឺសម្បូរអាហារូបត្ថម្ភហើយសម្រាប់ក្លិនគឺឈ្ងុយអ្នកខ្លះក៏ថាចាញ់តែខ្ញុំអត់ទេខ្ញុំចូលចិត្តផ្សិតហ្នឹងពេលខ្លះមិនដឹងផ្សិតគេហៅឈ្មោះអីហៅតែផ្សិតខ្មៅហ្នឹងឯងហើយសម្រាប់បន្លែមួយមុខទៀតខ្ញុំមានជីពេញប៉ោះសម្បូរទៅដោយវីតាមីន C អញ្ចឹងពេលដែលកូនឈឺកូនអត់ស្រួលខ្លួនណាខ្ញុំណែនាំមែនតើឲ្យប្រើជាម៉នុយដែលមានពេញប៉ោះដោយសារវីតាមីន C ហ្នឹងវាជួយឲ្យប្រព័ន្ធភាពស៊ាំអូនរឹងមាំហើយឆាប់ជាពីជំងឺជាទូទៅជាប្រចាំថ្ងៃក៏យើងណែនាំឲ្យប្រើដែរពួកវីតាមីន C ហ្នឹងដោយសារវីតាមីន C នៅក្នុងបន្លែផ្លែឈើហ្នឹងវាជួយឲ្យការស្រូបយកជាតិដែកពីអាហារឬក៏ពីបន្លែផ្លែឈើហ្នឹងបានល្អហើយសម្រាប់បន្លែមួយមុខទៀតគឺខ្ញុំប្រើជាប្រភេទ broccoli មកមីទាំងអស់គ្នាតិចអត់ដឹងថានៅក្នុង broccoli គឺសម្បូរសារធាតុប្រូតេអ៊ីនដូចទៅនៅក្នុងសាច់គោដែរអញ្ចឹងបានយើងឃើញអ្នកហាត់ប្រាណណាគឺគេអត់ចោលទេម្ហូបបន្លែគេតែងតែមាន broccoli នឹងឯងអញ្ចឹងពេលដែលហាន់បន្លែទុកបានលើហើយខ្ញុំមកចៀនត្រីថ្ងៃនេះខ្ញុំអត់ប្រើជាប្រេងអូលីវសម្រាប់ចៀនទេខ្ញុំប្រើជាប្រេង Perilla អាប្រេង Perilla ហ្នឹងបើសួរថាបកថាម៉េចអត់ស្គាល់តែបើឲ្យប្រាប់ថាហ្នឹងគឺជាអីគឺជាដើមអាស្លឹកពណ៌រៀងក្រហមជីដែលយើងយកមកញ៉ាំសាច់អង្គរ៉េហ្នឹងឯងអញ្ចឹងពេលយើងយកទៅដាក់ចៀនត្រីចៀនអីគឺក្លិនវាឈ្ងុយខ្លាំងណាស់មកមានទាំងអស់គ្នាបន្ទាប់ពីយើងចៀនត្រីទុកបានលើហើយខ្ញុំមកឆាបន្លែចូលគ្នាថ្ងៃនេះគឺតិចនិចនៃការធ្វើបបររបស់ខ្ញុំគឺខ្ញុំអត់ដាំអង្គទេគឺខ្ញុំយកបាយរបស់យើងហ្នឹងយកមកឆាជាមួយបន្លែហើយថែមតែជាមួយទឹកសោសមកធ្វើឲ្យបបររបស់យើងវាលឿនណាមកមានទាំងអស់គ្នាអត់ចំណាយពេលច្រើនសម្រាប់ទឹកសោសនេះខ្ញុំហៅវាថាទឹកឆាបន្លែអញ្ចឹងចង់ឆាក៏បានចង់បន្លែក៏បានធ្វើម្ហូបក៏បានធ្វើបបរក៏បានជ្រលក់ក៏បានដែរនិយាយទៅគឺឆ្ងាញ់ទាំងអស់ប៉ុន្តែតើតកូនមកខូបឡើងទៅអាចប្រើបានឆាអង្គឆាបន្លែឆាគ្រឿងចូលគ្នាល្មមមកឈ្ងុយហើយខ្ញុំដាក់ទឹកសម្រាប់ងាស់បបរយើងមកមីឃើញអត់និយាយទៅចំណាយពេលលឿនមែនតើមកងាស់បបរហ្នឹងតែ5នាទីទេសាច់បបរក៏អត់រីកខ្លាំងហើយបានញ៉ាំលឿនទៀតពេលដែលបបរចិត្តឆ្អិនហើយខ្ញុំដាក់ដុំត្រីសាល់ម៉ុនបញ្ចូលហើយជ្រុំវាឲ្យបាយតិចទៅគឺងាយស្រួលខ្លាំងមែនតើអាចដួសឲ្យកូនញ៉ាំបានហើយអញ្ចឹងបានថាធ្វើអីក៏ដោយតើតែយើងឆ្នៃបដិទិចំណាយពេលលឿនបានម្ហូបកូនញ៉ាំបែបងាយហើយសម្រាប់បបរយើងខ្ញុំមានរោយជាស្រាយរោយបាយដើម្បីក្លិនកាន់តែឈ្ងុយនៅក្នុងស្រាយហ្នឹងគឺមានស្រាយមានល្ងហើយនឹងមានសាច់ឧបមាកញ្ចប់ពណ៌ក្រហមអញ្ចឹងវាជាប្រភេទសាច់ត្រីមកមីទាំងអស់គ្នាក្លិនវាគឺឈ្ងុយខ្លាំងមែនតើហើយតាក់ទាញចំណងអាហារកូនដែរស្រាយរោយបាយហ្នឹងយើងអាចយកទៅធ្វើសូនបាយមូលអីក៏បានដែរបងរៀបឆ្ងាញ់ហ៎បងរៀបឆ្ងាញ់ញ៉ាំបបរទាំងអស់គ្នាទៅថ្ងៃហ្នឹងមកពីអូនរឹតអត់ស្រួលខ្លួន Oh, the mushroom and អីគេ salmon salmon ហ្មង salmon you say salmon អូនរៀប salmon ហើយនេះគឺជាគ្រឿងទេសដែលខ្ញុំប្រើនៅក្នុងម៉នុយមួយនេះអីដែលពិសេសមកមីទាំងអស់គ្នាស្រាយរួចបាយមានប្រម៉ូសិនទៅការគ្រឿងទេសឬអាហាររូបត្ថម្ភផ្សេងៗអាចតាក់ទងមកកូនដំរីបានអរគុណច្រើន